ជំរាបសួរលោកលោកស្រីនិងនាងកញ្ញាទាំងអស់ដែលចូលចិត្តតាមដាននីតិប្រវត្តិសាស្ត្រទាំងក្នុង Facebook និងក្រៅ Facebook ថ្ងៃនេះក្រុមយើងខ្ញុំបានធ្វើវីដេអូបន្តទៀតហើយបន្ទាប់ពីប្រាសាទព្រៃបន្ទីថ្ងៃនេះយើងនឹងលើកយកអំពីប្រាសាទមួយដែលស្ថិតនៅភូមិត្រាចឃុំបលាំងស្រុកប្រាសាទបាគងប្រាសាទនេះគឺមានចម្ងាយពីខេត្តសៀមរាបឬក៏ទីក្រុងសៀមរាបទៅប្រមាណជា23គីឡូម៉ែត្រឬ25គីឡូម៉ែត្រហើយប្រាសាទដ៏តូចមួយនេះគឺកសាងនៅលើកំពូលភ្នំដ៏តូចមួយដែលមានកម្ពស់ប្រហែលជា30ម៉ែត្រហើយប្រាសាទនេះគឺឈ្មោះថាប្រាសាទចៅស្រីវិបុលដែលជាប្រាសាទមួយកសាងនៅក្នុងឬក៏ចុងសតវត្សទី11ប៉ុន្តែនៅក្នុងឯកសារគេមិនបានបញ្ជាក់ថាកសាងនៅដោយស្ដេចអង្គណាទេប៉ុន្តែបើយើងធ្លាប់រៀនប្រវត្តិសាស្ត្រយើងដឹងថានៅក្នុងឬក៏ចុងសតវត្សទី11ឬក៏សតវត្សទី11នេះគឺមានស្ដេចមួយឈ្មោះថាជ័យវរ្ម័នទី6ដែលបានគ្រងរាជ្យនៅអាណាចក្រអង្គរចឹងទេទំនងជាប្រាសាទចៅស្រីវិបុលនេះអាចនឹងកសាងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី6នៅក្នុងគ្រិស្តសករាជឬក៏សតវត្សទី11ពីព្រោះព្រះបាទជ័យវរ្ម័នទី6នេះគឺជាស្ដេចមួយអង្គដែលបានគ្រងរាជ្យនៅគ្រិស្តសករាជ1080ដល់1113ចឹងទេប្រាសាទនេះអាចជាស្នាដៃរបស់ព្រះអង្គក៏ថាបានបើសិនជាលោកលោកស្រីបានទៅដល់ប្រាសាទចៅស្រីវិបុលហើយលោកលោកស្រីធ្វើដំណើរឡើងទៅទិសខាងលិចតាមកម្មចម្ដើដែលកសាងពីថ្មវៃក្រៀមហើយមុននឹងទៅដល់ប្រាសាទចៅស្រីវិបុលយើងត្រូវឆ្លងកាត់កំផែងតាមខ្លងទ្វារប៉ុន្តែជាអកុសលកំផែងនៅឡោមពាត់ប្រាសាទចៅស្រីវិបុលនេះគឺមានសភាពបាក់បែកទៅព្រមអស់ទៅហើយចឹងទេនៅខាងស្ដាំនៃកម្មចម្ដើយើងអាចឃើញស្រះទឹកមួយដែលមានបណ្ដោយប្រហែលជា100ម៉ែត្រទទឹងអាចជា30ម៉ែត្រហើយនៅខាងក្រោយស្រះទឹកទិសខាងកើតយើងឃើញមានអគារមួយ3ខ្នងគឺមានសភាពបាក់បែកអស់ទៅហើយបន្ទាប់មកទៀតលោកស្រីនៅពេលដែលទស្សនាស្រះទឹកឬក៏អគារបាក់បែកនៅខាងក្រោមជើងភ្នំនេះរួចហើយលោកស្រីអាចបន្តដំណើរឡើងទៅទស្សនាប្រាសាទចៅស្រីវិបុលដោយធ្វើដំណើរពីទិសខាងលិចនៅពេលដែលយើងឡើងទៅដល់លើកំពូលភ្នំយើងនឹងអាចឃើញឬក៏បានឃើញប្រាសាទចៅស្រីវិបុលអមជាមួយនឹងព្រះវិហារមួយដែលនៅខាងមុខប្រាសាទចៅស្រីវិបុល
ព្រះវិហារនេះគឺហាក់បីដូចជាមិនមានមនុស្សទេគឺស្ងាត់ច្រងំហើយប្រាសាទចៅស្រីបននីតិសោតគឺមានសភាពបាក់បែកទាំងស្រុងអស់ទៅហើយយើងក៏លេចមើលទៅប៉មកណ្ដាលនេះគឺមានភាពបាក់បែកដូចគ្នាប៉ុន្តែអាចនៅសល់សភាពខ្លះយើងឃើញមានប៉មឈរនៅចំកណ្ដាលហើយប្រាសាទនេះគឺមានដើមជ្រៃមួយដែលដុះពីលើគឺមានភាពស្រស់ស្អាតខ្លាំងណាស់អញ្ចឹងទេប្រាសាទចៅស្រីបននេះគឺជាប្រាសាទមួយដែលកសាងពីថ្មភក់ផងដែរហើយកសាងនៅលើកំពូលភ្នំហើយយើងឃើញយោនីទំនងជាប្រាសាទនេះគឺកសាងឧទ្ទិសជូនចំពោះព្រះសិវៈពីព្រោះយើងឃើញមានយោនីដែលជាតំណាងព្រះនាងឧមាទេវីប៉ុន្តែសេវលឹង្គគឺមិនឃើញទេប្រហែលជាយកទៅដាក់ឬក៏ទុកនៅសារមន្ទីរអញ្ចឹងទេបើមានយោនីគឺត្រូវតែមានសេវលឹង្គព្រោះសេវលឹង្គយោនីនេះគឺនៅជាមួយគ្នាសេវលឹង្គគឺតំណាងឲ្យព្រះសិវៈយោនីតំណាងឲ្យព្រះនាងឧមាទេវីដែលជាគូសម័យភរិយាឬក៏ជាប្តីប្រពន្ធរបស់គាត់អញ្ចឹងទេនៅទិសខាងកើតនេះយើងឃើញមានរូបចម្លាក់នៅលើផ្តែរប៉ុន្តែវាមានភាពបាក់បែកខ្លះយើងមិនអាចដឹងថាការឆ្លាក់នេះគឺចង់បញ្ជាក់អំពីអ្វីនោះទេហើយលោកស្រីអាចទស្សនាទាំងស្រុងអំពីទិដ្ឋភាពរបស់ប្រាសាទចៅស្រីបលនេះទាំងអស់គ្នាហើយយើងឃើញមានភាពបាក់បែកទ្រុឌទ្រោមជាច្រើនមិនដឹងថាបាក់បែកដោយសារសង្គ្រាមឬមួយបាក់បែកដោយសារអ្វីនោះទេប្រហែលជាការបាក់បែកនេះគឺដោយសារការទុកចោលបោះបង់ចោលយូរពេកអត់មានអ្នកមើលថែឬយ៉ាងណាឬបាក់បែកដោយសារសង្គ្រាមក៏យើងមិនអាចដឹងចឹងទេសូមលោកស្រីទស្សនាដោយរីករាយ